នេះគឺជារមណីយដ្ឋានដែលល្បីជាងគេបំផុតនៅក្នុងខេត្តក្រចេះយើងបងប្អូនបាទនេះគេហៅថារមណីយដ្ឋានកោះព្រហ្មចារីយ៍បាទគឺពិតជាមានបាទទេសភាពស្រស់ស្អាតខ្លាំងមែនតើបាទមានខ្សាច់ដុះបាទតាមមានព្រៃមានអីអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជាដែលយើងបានបង្ហោះបាទដ្រូនពីលើទៅដើម្បីមើលនៅទេសភាពបាទហើយនេះគឺកាត់ទន្លេឲ្យបងប្អូនបាទគឺមើលទៅពិតជាស្អាតខ្លាំងមែនតើហើយក៏បានជួបបាទជាមួយនឹងហ្វេនដែលគាត់បានឃើញយើងបង្ហោះដ្រូនហ្នឹងគឺគាត់ផ្អើលឈូឈរមកមើលអញ្ចឹងណាបាទសិតតែហ្វេនឯងបងប្អូនបាទគឺឃើញកាមេរ៉ាហ្នឹងគឺអៀនខ្លាំងមែនតើពួកគាត់រត់ខ្លាចអីចឹងទៅហើយពិតជា fresh បងប្អូនបាទគឺមានខ្យល់អាកាសបរិសុទ្ធបាទបក់ពីទន្លេមកធំក្លិនចំហាយទឹកហើយយើងធ្វើការបោះដ្រូនហើយពេលដែលទៅហ្នឹងគឺឆ្ងាយដែរបងប្អូនបាទយើងជិះប្រហែលជាខ្ទង់10គីឡូដីមកទៅដល់កន្លែងដែលយើងត្រូវបាទថតសកម្មភាពនឹងដោយសារតែនៅឆ្ងាយពីផ្ទះអញ្ចឹងណាហើយយើងជិះមកយ៉ាងឆ្ងាយដែរហើយនេះជាការបង្ហោះដ្រូនរបស់យើងបាទគឺមើលនៅទេសភាពបាទគឺដើមឈើបាទដើមជ្រៃខៀវខ្ចីដុះនៅលើខ្សាច់បាទហើយមានខ្សាច់ដុះកណ្ដាលទន្លេជាដុំចឹងទៅហើយក៏មានភ្ញៀវទេសចរបាទទៅបោះតង់បោះអីនៅទីនោះគឺច្រើនខ្លាំងមែនតើហើយដោយសារតែថ្ងៃនេះគឺគេអត់ដឹកភ្ញៀវអញ្ចឹងគឺអត់មានមនុស្សទេបងប្អូនបាទហើយបងប្អូនឃើញបកគោលគឺគេចាក់បាទដើម្បីឲ្យដឹងថាកន្លែងហ្នឹងគឺជាលងកន្លែងហ្នឹងមានថ្មមានអីអញ្ចឹងណាហើយមើលបើសិនជាមានបាទដៃគូឲ្យយើងទៅបោះតង់នៅទីហ្នឹងគឺពិតជា fresh ខ្លាំងមែនតើបងប្អូនហើយគឺមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនតើទេសភាពគឺបែបធម្មជាតិ100%តែម្ដងគ្មានផ្សែងពុលគ្មានអីទេបងប្អូនជប់ឡើងយើងគេងស្ដាប់សំឡេងទឹកហូរអញ្ចឹងទៅបាទប្រកាត់ភ្លើងប្រកាត់អីដាក់ត្រជាក់ជាមួយដៃគូយើងឈៀលអញ្ចឹងណាក្រោមពន្លឺភ្លើងអញ្ចឹងទៅគឺមើលទៅគឺពិតជា fresh ផ្ដល់នៅអារម្មណ៍ឲ្យយើងស្រស់ស្រាយបាទដែលយើងបាទធ្វើការយើង stress យើងអីចឹងយើងអាចទៅលំហែកាយនៅកោះព្រហ្មចារីយ៍នេះបានហើយកោះព្រហ្មចារីយ៍នេះគឺមានទីតាំងនៅស្រុកសម្បូរខេត្តក្រចេះតែម្ដងបងប្អូនបាទគឺបងប្អូនទៅដល់អាចសួរគេទៅបាទយើងទៅដល់ប្រៃកំពីក៏បានបាទបើយើងឆ្លងមកខាងត្រួយមកខាងយើងមកខាងនេះយើងជួលទុកជួលអីគេព្រោះគេមានសហគមន៍របស់គេដើម្បីដឹកភ្ញៀវទេសចរទៅលើកោះហ្នឹងអញ្ចឹងណាបាទយើងទិញអីមានប៊ីយ៉ាមានសាច់មានអីគឺពួកគាត់មានទាំងអស់បងប្អូនមានតែតង់ទៅហើយមានតែតង់ទៅហើយយើងទៅដល់សហគមន៍គេហ្នឹងគឺគេមានទូកសម្រាប់ជូនទៅឲ្យបងប្អូនហើយមើលទេសភាពបងប្អូនហើយបាទឡើងខៀវខ្ចីតែម្ដងហើយបងប្អូនមានមិត្តភ័ក្តិឬក៏បងប្អូនអាចទៅទេសចរឬក៏អាចទៅដំណើរកម្សាន្តនៅទីនេះវាផ្ដល់អារម្មណ៍មួយធ្វើឲ្យយើងបាទរំសាយផុតពីទុក្ខកង្វល់ដែលយើងបានធ្វើការមួយឆ្នាំពេញយើងអាចទៅកន្លែងនេះម្ដងទៅដើម្បីលំហែកាយអញ្ចឹងណាហើយបងប្អូនដែលបានទស្សនាវីដេអូមួយនេះបាទកុំភ្លេចចុច Subscribe នៅ Channel Admin ម្នាក់មួយផងហើយសម្រាប់បងប្អូនដែលបានទស្សនាក្នុង Page កុំភ្លេចចុច Like និង Share ឲ្យកុំភ្លេចបាទជួយ Subscribe Channel របស់ Admin ម្នាក់មួយផងកុំភ្លេចដាក់សញ្ញាកណ្ដឹងណា Admin នឹងបង្ហោះពីកន្លែងទេសចរផ្សេងដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាជារៀងរាល់ថ្ងៃហើយមើលទៅគឺពិតជាស្រស់ស្អាតមែនទែនបងប្អូនហើយបាទទេសភាពខៀវខ្ចីលាយឡំជាមួយនឹងទឹកហូរជាមួយនឹងមច្ឆាហែលលេងបាទតាមកលៀតថ្មកលៀតអីមានដងវាលខ្សាច់បាទធ្វើឲ្យយើងមានអារម្មណ៍ថាយើងទៅប្រទេសមួយផ្សេងបងប្អូនបាទតាមពិតទៅនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកន្លែងទេសចរជាច្រើនស្អាតដែលពួកយើងមិនទាន់បានទៅដល់ហើយបងប្អូនអាចសាកមកកន្លែងនេះក៏បានដែរបាទគឺមានទីតាំងនៅខេត្តក្រចេះតែម្ដងហើយយើងបានបង្វែរនៅកាមេរ៉ាយើងមើលជុំវិញបងប្អូននេះគឺដ្រូនរបស់យើងគឺបានហោះទៅដល់កណ្ដាលទន្លេបងប្អូនហើយមានបាទព្រៃដុះអីដុះមានខ្សាច់មានអីអញ្ចឹងទៅគឺមើលទៅគឺពិតជាស្អាតខ្លាំងមែនតើបងប្អូនហើយមើលទៅគឺត្រជាក់ភ្នែកតែម្ដងបាទយើងអាចទៅលំហែកាយជាលក្ខណៈគ្រួសារជាលក្ខណៈបាទដៃគូរបស់យើងគឺអែមហើយបងប្អូនបាទអារម្មណ៍មួយពេលនេះគឺយើងមានទឹកបាទបែបធម្មជាតិសម្រាប់ងូតលេងបាទយើងបកាត់ភ្លើងបកាត់អីអញ្ចឹងមកដាក់អីឈៀលបាទអាំងសាច់អាំងអីអញ្ចឹងពីអ្នកដៃគូយើងគឺអែមខ្លាំងមែនតើបងប្អូនហើយនៅទីនេះមិនមែនមានតែភ្ញៀវជាតិទេបាទភ្ញៀវអន្តរជាតិក៏មកបាទដំណើរកម្សាន្តនៅកន្លែងមួយនេះដែរដោយសារតែកន្លែងមួយនេះគឺល្បីខ្លាំងមែនតើនៅក្នុងខេត្តកោះចេះយើងហ្នឹងហើយមើលគឺទឹកធ្លាក់មកពីលើបងប្អូនហើយបាទមានសំឡេងទឹកយើងគេងយប់ឡើងស្ដាប់សំឡេងទឹកហូរបាទអមជាមួយនឹងបាទខ្យល់អាកាសបរិសុទ្ធបងប្អូនគឺធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយខ្លាំងមែនទែនហើយមើលទេសភាពបងប្អូនពេលដែលយើងបាទយើងថតពីលើចឹងទៅគឺស្អាតខ្លាំងមែនទែនបងប្អូនហើយបាទហ
ហើយនេះគឺដ្រូនរបស់យើងគឺយើងហោះជាង4 5 6,000 ម៉ែត្រដែរបងប្អូនបាទចេញពីខាងមកអញ្ចឹងយើងអាចចង់ហោះទៅដល់ខាងត្រួយមកខាងទៀតប៉ុន្តែដោយសារតែឃើញទេសភាពស្អាតខ្លាំងពេកយើងក៏បំបែរកាមេរ៉ាជុំវិញសម្រាប់ឲ្យពុកម៉ែបងប្អូនបានទស្សនាគ្រាន់ជាការកំសាន្តបាទក្រោយពីសម្រាប់ពីការងារពុកម៉ែបងប្អូនក៏អាចមកទស្សនានៅកន្លែងនេះបានតាមបណ្ដាខេត្តផ្សេងៗយើងអាចមកចូលរួមបានថ្ងៃឈប់សម្រាកឬក៏ថ្ងៃចុងសប្តាហ៍យើងអាចមកមួយថ្ងៃពីរថ្ងៃអីគឺមកជាលក្ខណៈគ្រួសារបាទមិត្តភ័ក្តិបងប្អូនជាលក្ខណៈបែប private បោះតង់បាទគឺចង់ស្ទូចត្រីស្ទូចអីគឺបានទាំងអស់គឺប្រភេទបែបធម្មជាតិអញ្ចឹងណាយើងដាក់ស្ទូចតែអីទៅស្ទូចគឺអត់មានការហាមឃាត់អីទេបងប្អូនកុំឲ្យតែយើងប្រើនៅឧបករណ៍បាទដែលគេហាមឃាត់អញ្ចឹងណាត្រឹមមកស្ទូចអីយើងយកទៅស្ទូចទៅអីបែបបាទកំសាន្តអារម្មណ៍គឺអាចមានបានទាំងអស់អញ្ចឹងណាបងប្អូនបាទហើយមើលទេសភាពនៅខាងលើបងប្អូនហើយបាទគឺបណ្ដោយតាមទន្លេមេគង្គបាទអមជាមួយនឹងព្រៃឈើដ៏ខៀវស្រងាត់លាយឡំជាមួយនឹងបាទខ្សាច់ដោះជាដុំមើលទៅគឺពិតជា fresh ខ្លាំងមែនតែនហើយពុកម៉ែបងប្អូនកុំភ្លេចមកលេងណានៅទីរមណីយដ្ឋានបាទកោះព្រហ្មចារីនៃខេត្តក្រចេះយើងនេះឯងហើយយើងអាចឆ្លៀតចូលទៅខាងប្រៃកំពីបន្តិចទៅបាទប្រៃកំពីគឺបងប្អូនស្គាល់ហើយក្រុមបណ្ដាខេត្តផ្សេងគឺបានស្គាល់ហើយនៅប្រៃកំពីយើងមានកញ្ចុះមានអីស្អាតអញ្ចឹងទៅ